ចឹងចូលមកសាច់រឿងយើងបន្ទាប់ជាមួយនឹងការបាត់នៅវត្តមានរបស់ចៅប៉ាម៉ាក់របស់នាងបានសល់ត្រឹមតែក្តីសង្ឃឹមក្នុងការសម្លឹងមើលរូបថតរបស់កូនទៅទាំងរងចាំវត្តមានរបស់កូនត្រឡប់មកវិញអាសានសេរបស់យើងក៏កាន់តែខ្លោចចិត្តផងដែរជាមួយនឹងការបាត់នៅវត្តមានរបស់ចៅសូនហើយគប់ដោយសារតែការទទួលរងក៏លែងមានការឆ្លើយតបយ៉ាងណាកាមេរ៉ាស្មៃវិសុសកម្មសានសេរបស់យើងនៅតែអាចប្រើប្រាស់វាបានហើយក៏ដូចជាការធ្វើ teleport ផងដែរវានៅតែដំណើរការតែទៅលើរឿងទាំងអស់នេះសានសេរបស់យើងនៅតែបន្តខ្លួនឯងថានៅតែទន់ខ្សោយហើយក៏មិនដឹងថាខ្លួនពេលនេះគួរតែធ្វើអ្វីដើម្បីអាចទទួលវត្តមានរបស់យ៉ាត្រឡប់មកវិញបានយ៉ាងណាគណៈនោះសាន់សេរបស់យើងក៏មានស្ត្រីម្នាក់បានឈ្មោះមករងជាមួយនឹងការស្នើសុំក្នុងការជជែកគ្នាយ៉ាងណាជាមួយនឹងការមិនទទួលបានការឆ្លើយតបចេញពីវត្តមានសាន់សេរបស់យើងនាងក៏បានអះអាងអំពីខ្លួនឯងផងដែរបានដឹងអំពីទីតាំងរបស់លោកយ៉ាន់លូតែធ្វើឲ្យសាន់សេរបស់យើងស្ទុះបញ្ញាសួរផ្លេតតែម្ដងអំពីទីតាំងគាត់ហ្នឹងយ៉ាងណាវាក៏បានស្ថិតនៅក្នុងការជជែកចរចាគ្នាបាត់ទៅហើយមុននឹងនាងប្រាប់អំពីទីតាំងរបស់លោកយ៉ាន់លូនាងក៏មានសំណួរបកទៅកាន់សាន់សេរបស់យើងជាមុនផងដែរដែលវាពាក់ព័ន្ធនឹងអ្នកវឹកហាត់ Super Human អ្នកដែលមានធម៌ពលផ្លាស់ប្ដូរហើយក៏ដូចជាអ្វីក៏ឡើងខុសពីវិទ្យាសាស្ត្រធម្មតាដែលនោះសាន់សេរបស់យើងមិនបានគិតទេអីថាពួកគេមិនត្រូវបានបង្ហាញជាសាធារណៈចំណែកសាន់សេរបស់យើងបានត្រឹមតែទទួលថាពួកគេពូកែក្នុងការខ្លែងបន្លំក៏ធ្វើឲ្យនាងទទួលអំពីសម្ដីនេះផងដែរថាវាគ្រាន់តែជាការប៉ាន់ស្មានផ្ដេសផ្ដាស់តែប៉ុណ្ណោះអ្វីដែលជាការពិតនោះពួកគេមានអ្នកនៅពីក្រោយក្នុងការការពារវាចំណាសាន់សេរបស់យើងមិនខ្វល់ខ្វាយនោះឡើយដែលធ្វើឲ្យនាងបោះសម្ដីថាសាន់សេរបស់យើងគួរតែខ្វល់ខ្វាយព្រោះនាងនឹងការពារវត្តមានសាន់សេរបស់យើងជាសម្ងាត់ឬសាន់សេរបស់យើងមិនចង់រស់ទេតែវាក៏ធ្វើឲ្យសាន់សេរបស់យើងអស់សំណើចបាត់ទៅហើយដែលនាងបានទៀមទាក្នុងការការពារវត្តមានរបស់ខ្លួនតែបានដាក់នៅវត្តមានបុរស3នាក់នៅពីក្រោយវត្តមានរបស់ខ្លួនក្នុងការត្រៀមបាញ់វត្តមានរបស់ខ្លួនគ្រប់ពេលហើយនាងលើអញ្ចឹងក៏បានផ្ដាំសកម្មភាពកាន់តែប្រុងប្រយ័ត្នជាមួយនឹងសាន់សេរបស់យើងដែលធ្វើសាន់សេរបស់យើងបានដឹងអំពីចលនានៃការត្រៀមយកកំភ្លើងរបស់នាងក៏បានខាត់ទៅកាន់នាងបាត់ទៅហើយជាមួយនឹងការដឹងបែបនេះទៅហើយមនុស្សទាំងអស់នោះក៏បានផ្ដាំសកម្មភាពតែម្ដងតែសាន់សេរបស់យើងក៏បានកាត់ចង្វាក់របស់ពួកគេវិញប្រសិនបើពួកគេមិនដកកំភ្លើងចេញនោះទេការចរចានឹងនៅតែបន្តហើយក៏គួរតែដកបាក់ពួកចេញពីការខ្លំមើលខ្លួនផងដែរព្រោះអ្វីដែលខ្លួនចាប់អារម្មណ៍នោះគ្រាន់តែទៅលើលោកយ៉ានលូតែប៉ុណ្ណោះហើយដោយសារតែការចរចាមិនទាន់បានបញ្ចប់នាងក៏បានយល់ព្រមទៅលើសំណើនេះផងដែរតែជាមួយនឹងចលនារបស់នាងក៏ធ្វើឲ្យសាន់សេរបស់យើងប្រទះនឹងការងាររបស់នាងផងដែរដែលនាងគឺជាប្រធានក្រុមការងារពិសេសគ្រប់គ្រងទៅលើ Super Human ហើយកូនចៅរបស់នាងក៏បានអន់ខ្សឹបទៅកាន់នាងជាមួយនឹងការសង្ស័យថាសាន់សេរបស់យើងមិនសហការផងដែរតែធ្វើនាងនិយាយត្រង់ទៅកាន់សាន់សេរបស់យើងតែម្ដងតែសាន់សេរបស់យើងក៏ព្រមទទួលក្នុងការព្រមស្ដាប់ក្នុងមូលហេតុដែលសាន់សេរបស់យើងក៏ចង់ដឹងផងដែរជាមួយនឹងមនុស្សដែលខ្លួនបានធ្លាប់ប្រយុទ្ធជាមួយថាមនុស្សទាំងអស់នោះនឹងអាចទទួលបានបញ្ជាផ្សេងដែលត្រូវគ្នានឹងរឿងទាំងអស់នេះដែរឬទេហើយក៏ដូចជាសម្រេចសួរអំពីគោលបំណងរបស់នាងតែម្ដងដែលធ្វើនាងទទួលថា Super Human ដូចជាសាន់សេរបស់យើងត្រូវបានលេចឡើងវាក៏អាចទទួលបាននូវហានិភ័យនៃការបំផ្លិចបំផ្លាញផងដែរដែលធ្វើអ្នកឆុងកាហ្វេឮថាសាន់សេរបស់យើងគឺជាមនុស្សប្រភេទនឹងភ្ញាក់ព្រើតែម្ដងយ៉ាងណាសាន់សេរបស់យើងក៏បានឲ្យនាងបន្តទៀតបាត់ទៅហើយដែលនោះពួកនាងបានផ្ដាំនៅការរក្សាសុវត្ថិភាពទៅកាន់សាន់សេរបស់យើងហើយពួកគេក៏សង្ឃឹមថានឹងទទួលការពេញចិត្តចេញពីសំណាក់សាន់សេរបស់យើងវិញផងដែរហើយវាក៏ធ្វើឲ្យសាន់សេរបស់យើងយល់ទៅលើរឿងនេះផងដែរតែយ៉ាងណាមនុស្សរបស់នាងជងតាមរលកធម្មពលរបស់ពួកគេវាពិតជាខ្សោយណាស់មើលទៅកម្រិតប្រយុទ្ធរបស់ពួកគេក៏ទាបជាងកម្រិតស៊ីផងដែរដែលធ្វើឲ្យកូនចៅរបស់នាងខ្សឹបអំពីកម្រិតរបស់សាន់សេរបស់យើងផ្លេតតែម្ដងហើយយ៉ាងហោចណាស់សាន់សេរបស់យើងក៏ជាកម្រិត B ហើយវាក៏ហួសពីការគ្រប់គ្រងរបស់ពួកគេផងដែរអានេះវាក៏ខ្ជិលខ្វល់ច្រើនផងដែរជាមួយនឹងការចូលសាច់ការតែម្ដងជាមួយនឹងការសំណូមពរសាន់សេរបស់យើងដើម្បីជួយពួកគេក្នុងការបំពេញនៅបេសកកម្ម3ជាមួយនឹងការផ្ដោះប្ដូរទៅវិញក្នុងការផ្ដល់នៅទីតាំងរបស់លោកយ៉ាន់លូទៅកាន់សាន់សេរបស់យើងតែសាន់សេរបស់យើងក៏បានប្រកែកបាត់ទៅហើយថាមួយគឺសម្រាប់មួយដូច្នេះបេសកកម្មក៏មួយផងដែរហើយអ្វីដែលក្រៅពីលោកយ៉ាន់លូសាន់សេរបស់យើងក៏មានអ្វីដែលចង់ដឹងផងដែរអានោះគឺជាព័ត៌មានដែលពាក់ព័ន្ធនឹងស៊ីកុនសិនហើយសម្រាប់រឿងនេះក៏មិនពិបាកសម្រាប់ពួកគេផងដែរអ្វីដែលសាន់សេរបស់យើងភ្ញាក់ផ្អើលនោះគឺជាការងារគឺទម្លាក់មកលឿនតែម្ដងដែលសាន់សេរបស់យើងត្រូវតែធ្វើជា bodyguard សម្រាប់ពួកគេក៏ធ្វើសាន់សេរបស់យើងទទួលផងដែរថាខ្លួនគឺជាសិស្សមានថ្នាក់ក្នុងការទទួលការសិក្សាដូច្នេះខ្លួនមិនអាចដប់ថ្នាក់បន្តទៀតបាននោះឡើយតែជាមួយនឹងកិច្ចសន្យានោះក៏ធ្វើឲ្យសាន់សេរបស់យើងមានការភ្ញាក់ផ្អើលផងដែរហើយនាងក៏បានធានាផងដែរថាវាមិនមានផលប៉ះពាល់ជាមួយនឹងការសិក្សានោះឡើយព្រោះការងារនេះវាចំណាយពេលត្រឹមតែមួយថ្ងៃតែប៉ុណ្ណោះហើយជាមួយនឹងកិច្ចសន្យាមួយនេះសាន់សេរបស់យើងអាចទទួលបាន 50,000 កនៃកផែនដីនេះចំណាសាន់សេរបស់យើងក៏បានបញ្ជាក់អំពីវាបាត់ទៅហើយថាខ្លួនអាចទុកចិត្តបានដោយរបៀបណានាងលឺអញ្ចឹងក៏បានទទួលយកការជជែកយ៉ាងស្និទ្ធស្នាលនេះគឺជាផុសតាំងបាត់ទៅហើយជាមួយនឹងការបញ្ជាក់ថាទាំងអស់នេះវាមិនគ្រប់គ្រាន់ទេអីហើយលើពីនេះទៀតសាន់សេរបស់យើងក៏បានស្ថិតនៅក្នុងការវាតម្លៃសិនផងដែរដែលពួកគេនឹងរងចាំមើលថាសាន់សេរបស់យើងនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែរឬទេហើយជាមួយនឹងដំណើរចាក់ចេញផុតរបស់ពួកគេសាន់សេរបស់យើងក៏បានទទួលលើរឿងនេះថាជាហានិភ័យដ៏ធំផងដែរចាណាខ្លួននៅតែគ្មានជំរឿដើម្បីខ្លួនអាចជួយនៅវត្តមានរបស់ចៅបានហើយក៏ដូចជាការធ្វើនេះដើម្បីជំរុញខ្លួនឲ្យកាន់តែខ្លាំងដល់ចំណុច
កំពូលផងដែរជាមួយនឹងនំរើការបែបនេះសាន់សេងរបស់យើងមានតែធ្វើវានៅតែទោះបីតែនេះគឺជាការកុហកយ៉ាងណាក៏ដោយតែចំណាអត្តសញ្ញាណរបស់នាងគឺជាការពិតដូច្នេះសាន់សេងរបស់យើងមានតែឆ្លៀតជ្រៀតខ្លួនតាមដាននាងទៅកាន់ការិយាល័យរបស់នាងនោះទេការធ្វើដូច្នេះសាន់សេងរបស់យើងនឹងអាចទទួលបានអ្វីដែលខ្លួនត្រូវការហើយពេលនេះជាមួយនឹងដំណើរចាចេញរបស់កញ្ញាប្រធានមូយួនសិនម្នាក់ហ្នឹងកូនចៅរបស់នាងក៏បានចោទសួរផងដែរថាហេតុអ្វីបានជានាងមិនបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងសាន់សេងរបស់យើងដែលពួកគេមិនគួរទុកចិត្តមនុស្សគ្រោះថ្នាក់នោះឡើយដែលធ្វើនាងលើកពាក្យស្លោកចាស់តែងតែនិយាយមកប្រាប់តែម្ដងថាទ្រព្យសម្បត្តិគឺជាហានិភ័យហើយមនុស្សដូចជាពួកគេនេះក៏មិនគង់វង្សផងដែរនោះពួកគេគ្រាន់តែជាកូនឈាមតូចមួយតែប៉ុណ្ណោះហើយនាងក៏បានផ្ដាំលើកឡើងអំពីការស៊ើបអង្កេតរបស់នាងថាមនុស្សសាន់សេងរបស់យើងមិនមែនជាមនុស្សបញ្ហានោះឡើយហើយក៏ដូចជាតិចជាង1ខែសាន់សេងរបស់យើងក៏អាចទទួលបានអំណាចដែលមានពេលនេះជាមួយនឹងការប្រយុទ្ធប្រឆាំងជាមួយនឹងអ្នកប្រយុទ្ធកម្រិត B បានហើយជាមួយនឹងកម្រិត B មួយនេះក៏ធ្វើឲ្យនាងហាក់ដូចជាមានខ្នងផងដែរហើយវាក៏ជាឱកាសសម្រាប់ពួកគេដែលធ្វើកូនចៅរបស់នាងទទួលថាអ្វីគ្រប់យ៉ាងពេលនេះកំពុងតែផុតដៃរបស់ពួកគេមែនទេចាណានាងមិនបានប្រាប់អ្វីច្រើននៅឡើយគ្រាន់តែបន្ទោសកូនចៅរបស់ខ្លួនកំពុងតែមានការកើតច្រើនហើយក៏ដូចជាតាមរំលឹកឲ្យចាំពាក្យស្លោករបស់នាងថាទ្រព្យសម្បត្តិគឺជាហានិភ័យដែលនោះក៏ធ្វើសាន់សេងរបស់យើងដែលស្ថិតនៅក្នុងគុកនៅលើដំបូលឡានរបស់ពួកគេនោះក៏បានស្ដាប់ឮទាំងអស់ផងដែរជាពិសេសពាក្យទ្រព្យសម្បត្តិគឺជាហានិភ័យនឹងតែម្ដងតែវាគឺជាពិធីបន្សាំនៅភាពលូតលំរបស់ពួកគេតែវាក៏បានស្ថិតនៅក្នុងការគ្រប់គ្រងរបស់សាន់សេងយើងបាត់ទៅហើយសម្រាប់មនុស្សខូចក្នុងការលួចដូច្នេះតែគណៈនោះកូនចៅរបស់នាងក៏មានការព្រួយបារម្ភទៀតបាត់ទៅហើយជាមួយនឹងការបញ្ជាក់ទៅកាន់នាងថានាងនឹងប្រាប់អំពីទីតាំងរបស់លោកយ៉ាន់លូទៅកាន់សាសេងរបស់យើងពិតប្រាកដមែនដែរឬទេតែនោះវានឹងអាចលាតត្រដាងអំពីអង្គភាពរបស់ពួកគេមានអត្តពលប៉ុណ្ណាដែលវានឹងបណ្ដាលឲ្យមានគ្រោះថ្នាក់នាងលើកចឹងក៏បានលើកទឹកចិត្តកូនចៅរបស់ខ្លួនថាសាន់សេងរបស់យើងនឹងមិនដឹងនៅឡើយថាអង្គភាពរបស់ពួកគេស្ថិតនៅក្នុងចំណាត់ថ្នាក់ D តែប៉ុណ្ណោះដល់ពេលចឹងក៏ធ្វើកូនចៅរបស់នាងយល់អំពីមូលហេតុដែលនាងបង្កើតនូវការចរចាមិនច្បាស់លាស់ឡើងមកផងដែរសាន់សេងរបស់យើងលើកចឹងពិតជាគ្រឹះមែនតែដែលពួកគេកំពុងតែព្យាយាមទាញប្រយោជន៍ចេញពីខ្លួនយ៉ាងណាសាន់សេងរបស់យើងក៏បានព្យាយាមគិតវិញថាអ្នកណាគឺជាអ្នកឆក់ល្ងង់ឲ្យពិតប្រាកដហើយជាមួយនឹងការ teleport ចាក់ចេញគិតសារឡើងវិញម្ដងទៀតទៅលើរឿងទាំងអស់នេះពួកគេក៏បានជួយទៅកាន់សាសេងរបស់យើងខ្លះផងដែរដែលវាគឺជាមធ្យោបាយតែមួយគត់ដែលសាន់សេងរបស់យើងអាចទទួលបាននៅបាក់ពួរហើយជាមួយនឹងថ្ងៃបន្ទាប់សាន់សេងរបស់យើងក៏បានសម្រេចចិត្តជាក់លាក់ទៅហើយជាមួយនឹងការចូលរួមជាមួយនឹងពួកគេយ៉ាងណាជាមួយនឹងការទទួលបានទីតាំងឈ្មោះទៅកាន់កន្លែងក្នុងការវាយតម្លៃនោះផ្លូវមិនដឹងឯណាណៃនោះទេគឺរកពេញព្រៃតែម្ដងតែជាមួយនឹងការចូលមកដល់វាមានស្កឹមស្កៃរបស់គេក៏ដូចជាមានអ្នកទទួលស្វាគមន៍យ៉ាងកក់ក្ដៅផងដែរហើយជាពិសេសគឺនៅខាងក្នុងតែម្ដងដែលមានមនុស្សជាច្រើនបានមកចូលរួមក្នុងការវាយតម្លៃមួយនេះក៏ធ្វើសាន់សេងរបស់យើងគិតអំពីសមត្ថភាពរបស់ពួកគេផងដែរតាមមើលទៅពិតជាខ្លាំងណាស់ហើយក៏ដូចជាងើងឆ្ងល់ផងដែរថានឹងមានអ្វីកើតឡើងនៅទីនេះហើយវាក៏ចំពេលមុំដែលអ្នកជ្រើសរើសអង្គរៈនោះក៏បានចូលមកដល់ដែលគេធ្វើឡើងនេះសម្រាប់ body ការរបស់លោកផៃជាមួយអ្វីដែលនៅលើភាពស្មោះត្រង់ក្នុងនាមជាអង្គរៈពួកគេក៏ត្រូវការអង្គរៈដែលពូកែទៅលើ3ចំណុចនេះបន្ថែមទៀតផងដែររួមមានការយល់ដឹងការឆ្លើយតបនិងការប្រជញ្ញហើយសម្រាប់ការធ្វើតេស្តដំបូងរបស់ពួកគេពេលនេះគឺជាការធ្វើតេស្តទៅលើការយល់ដឹងដែលនោះម្នាក់ចូលទៅដល់គ្មានអាណាគឺស្រីស្អាតរងចាំពួកគេព្រាតែម្ដងជាមួយនឹងការត្រៀមខ្លួនជាស្រេចក្នុងការបម្រើការលេងល្បែងទៅកាន់ពួកគេហើយជាមួយនឹងលក្ខខណ្ឌពួកគេអាចទទួលបានកាក់ចំនួន5ដោយព្រីក្នុងការលេងល្បែងហើយសម្រាប់អំពើហិង្សានិងការលួចគឺជាអ្វីដែលត្រូវបានហាមឃាត់អ្វីដែលពួកគេអាចឆ្លងកាត់នៅការតេស្តមួយនេះបានត្រូវតែយកឈ្នះក្នុងការទទួលបានកាក់ចំនួន10ដូច្នេះពួកគេមានតុកចំនួន30ក្នុងការលេងពួកគេអាចជ្រើសរើសវាតាមអ្វីដែលខ្លួនចង់លេងចោះដែលធ្វើមនុស្សដទៃទៀតលេងចាំងផ្ដាំនៅការអំនួតបាត់ទៅហើយទៅលើការងារទាំងអស់នេះវាពិតជាស្រួលមែនទែនសម្រាប់ពួកគេយ៉ាងណាសាន់សេងរបស់យើងនៅតែមិនមានអារម្មណ៍ល្អទៅលើវាតែវានៅតែល្អសម្រាប់សាន់សេងរបស់យើងដែលវាមិនមែនជាការប្រជញ្ញតែបុរសម្នាក់ដែលនៅក្បែរសាន់សេងរបស់យើងក៏បានបោះសម្ដីទៅលើមនុស្សដែលមានអំនួតអំបាញ់មិញបាត់ទៅហើយថាកាក់របស់ពួកគេមានត្រឹមតែចំនួន5តែប៉ុណ្ណោះដូច្នេះពួកគេនឹងគ្មានជំរើសច្រើននៅឡើយដូច្នេះពួកគេនឹងត្រូវបានច្រានចោលជាមួយនឹងការលេងម៉ាស៊ីនទាំងអស់នោះព្រោះម៉ាស៊ីនទាំងអស់នោះសុទ្ធតែជាម៉ាស៊ីនត្រូវបានកែសម្រួលឡើងវិញក៏ជាមូលហេតុដែលពួកគេគ្មានការឈ្នះផងដែរទោះបីតែល្បែងមួយចំនួននៅតែមានភាពយុត្តិធម៌ពួកគេនៅតែពិបាកក្នុងការទទួលបាននូវជ័យជំនះឯសាន់សេងរបស់យើងវិញទោះបីតែដឹងថាគេនិយាយជាមួយយ៉ាងណាក៏ដោយក៏បានដើរទៅត្រៃបាត់ទៅហើយក៏ធ្វើឲ្យគាត់នឹងនិយាយតែឯងតែម្ដងជាមួយនឹងការបបួលសាន់សេងរបស់យើងប្រមូលនូវភាពក្លាហានក្នុងការធ្វើវាតែដាក់ភ្នែកទៅក៏បានបាត់សូនបាត់ទៅហើយគ្មានអ្វីក្រៅពីឈ្មោះទៅកន្លែងផ្សេងទៀតនោះទេចំណែកសាន់សេងរបស់យើងជាមួយនឹងការដើរមើលនៅរឿងទាំងអស់នេះក៏បានចាប់អារម្មណ៍ទៅលើល្បែងមួយបាត់ទៅហើយដែលវាគឺជាការស្វែងរកការចំណែកគាត់នេះវិញហាក់ដូចជាមាននិស្ស័យជាមួយនឹងសាន់សេងរបស់យើងអញ្ចឹងក៏បានឈ្មោះមករកជាមួយនឹងការប្រកាសថាខ្លួនត្រៀមខ្លួនធ្វើជាមិត្តរបស់អ្នករាល់គ្នាជានិច្ចដែលអ្នកមិនគួរនៅតែម្នាក់ឯងនោះទេក៏ដូចជាបបួលសាន់សេងរបស់យើងផ្ដើមនៅការប្រកួតគ្នាផងដែរជាមួយនឹងល្បែងក្នុងការស្វែងរកកាក់នឹងតែម្ដងឯសាន់សេងរបស់យើងគ្រាន់តែលើអញ្ចឹងក៏បានបញ្ជាក់ហើយក៏ដូចជាចោទសួរផងដែរថាគាត់នឹងមានកម្រងអ្វី
ក៏ធ្វើឲ្យគាត់នឹងរៀងមានការភ្ញាក់ផ្អើលជាមួយនឹងសានសេរបស់យើងបន្តិចផងដែរជាមួយនឹងការប្រុងប្រយ័ត្នមួយនេះយ៉ាងណាគាត់នឹងគិតថាសានសេរបស់យើងគ្រាន់តែជាក្មេងប៉ុណ្ណោះនឹងដឹងអ្វីខ្លះទៅក៏ដូចជាសុំទោសសានសេរបស់យើងក្នុងចិត្តទុកជាមុនបាត់ទៅហើយជាមួយនឹងការសូមបញ្ជាក់ទៅកាន់សានសេរបស់យើងថាខ្លាចដែរឬទេសានសេរបស់យើងក៏បានទទួលក្នុងការភ្នាល់ទាំងអស់តែម្ដងថាគ្មានផ្លូវនោះឡើយចំណែកគាត់នឹងវិញក៏មិនណយផងដែរក្នុងការដាច់ចិត្តធ្វើវាដោយអំនួនក៏ដូចជាឲ្យស្រីស្អាតចាប់ផ្ដើមក្នុងការធ្វើវាផងដែរហើយស្រីស្អាតនឹងវិញក៏មិនបងយូរផងដែរក៏បានចាប់ផ្ដើមនៅទុននាទីរបស់នាងក៏លោកឆែកឆែកកវីកវត្តដល់ថ្នាក់សានសេរបស់យើងលន់មកថាលឿនផងដែរចំណែកគាត់នឹងវិញមើលឡើងថ្វាញ់តែម្ដងតែសានសេរបស់យើងជាមួយនឹងការទទួលបានគ្មានអ្វីក្រៅពីការញញឹមក្បួយនោះទេហើយស្រីស្អាតម្នាក់នោះក៏បានបញ្ជាក់អំពីការចាប់ផ្ដើមទូទាយផងដែរចំណែកគាត់នឹងវិញក៏បានជ្រើសរើសយកកែវខាងឆ្វេងហើយនាងក៏បានបញ្ជាក់ទៅកាន់សានសេរបស់យើងផ្ដើមនៅការភ្នាល់ផងដែរតែចំណែកជាមួយនឹងចម្លើយសានសេរបស់យើងក៏បានជ្រើសរើសដៃខាងស្ដាំរបស់នាងទៅហើយក៏ធ្វើមនុស្សនៅទីនោះមានការលន់មាត់មិនស្ទើរនោះទេក៏ធ្វើឲ្យគាត់នោះពោពេញទៅដោយការងឿងឆ្ងល់ផងដែរថាសានសេរបស់យើងអាស្រ័យទៅលើអ្វីតែនាងក៏បានបន្លំបាត់ទៅហើយជាមួយនឹងការលើកដៃស្ដាំមកថាគ្មានអ្វីនោះឡើយក៏ធ្វើឲ្យសានសេរបស់យើងដឹងអំពីភាពលះហួននៃការផ្លាស់ប្ដូររបស់នាងផងដែរជាមួយនឹងការទទួលបញ្ជាក់ថាកាក់នឹងនៅដៃខាងឆ្វេងហើយក្នុងករណីនេះប្រសិនបើនាងដាក់ដៃទាំងពីរមកលើកតុងនាងក៏គ្មានអ្វីក្នុងការប្រើល្បិចបន្តទៀតផងដែរដល់ពេលអញ្ចឹងនាងគ្មានជំរើសនៅឡើយមានតែត្រេកអរទៅកាន់ការឈ្នះរបស់សានសេរបស់យើងនោះទេហើយអ្នកដទៃទៀតក៏មានការភ្ញាក់ផ្អើលជាពិសេសអាគាត់នឹងតែម្ដងដែលមិននឹកស្មាននៅឡើយដែលពេញទាំង3នោះសុទ្ធតែគ្មានការហើយក៏ដូចជាឆ្ងល់អំពីរបៀបដែលនាងបានធ្វើផងដែរតែជាមួយនឹងការទទួលការចាញ់មួយនេះអាគាត់ម្នាក់នឹងមិនទាន់អស់ចិត្តនៅឡើយដោយគិតថានាងបានបង្កើតឱកាសបំផុតដែលមានកាក់ចំនួន2នៅក្នុងដៃដែលមួយត្រូវបានទម្លាក់ចូលទៅក្នុងតុងក៏បានដាច់ចិត្តចូលទៅអង្កេតមើលតែម្ដងក៏ធ្វើនាងបោះសម្ដីមកផងដែរថាតើគ្មានការលាក់កំបាំងអ្វីនោះឡើយក៏ដូចជាកាក់ផងដែរវាមានតែមួយគត់តែប៉ុណ្ណោះក៏ដូចជាបញ្ជាក់ឲ្យគាត់នឹងទទួលការចាញ់មួយនេះផងដែរក៏ធ្វើឲ្យគាត់នឹងគ្រឿងមែនទែនសូម្បីតែខ្លួនបែបនេះទៅហើយនៅតែទទួលរងការបោកបញ្ឆោតមួយនេះហើយក៏ដូចជាពោពេញទៅដោយការងឿងឆ្ងល់ផងដែរថាសានសេរបស់យើងគឺជានរណាឲ្យពិតប្រាកដទៅហើយជាមួយនឹងការចាក់ចេញផុតរបស់សានសេបន្ទាប់ពីការទទួលបានជ័យជំនះក៏មានក្មេងស្រីម្នាក់ទៀតបង្ហាញខ្លួនក្នុងការចូលរួមលេងល្បែងមួយនឹងបន្ទាប់ផងដែរហើយមើលទៅនាងហាក់ដូចជាទទួលបានជ័យជំនះហើយមើលទៅជ័យជំនះរបស់នាងក៏មិនតិចផងដែរជាមួយនឹងការទទួលបានកាក់ជាច្រើនហើយពេលនេះជាមួយនឹងការជំរុះជាច្រើនជុំការពេលតម្លៃចុងក្រោយក៏បានឈានចូលមកដល់ផងដែរតែមើលទៅវាប្រហែលជាការតេស្តទៅលើការប្រយុទ្ធតែសាច់រឿងគេមិនបានបង្ហាញនៅឡើយអ្វីដែលបានបង្ហាញនោះម្នាក់មានការទទួលការរៀបចំខ្លួនយ៉ាងភ្លឹងតែម្ដង